ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំគុនធីថ្ងៃនេះអេដមីននាំយករឿងជប៉ុនមួយមកជូនអ្នកទាំងអស់គ្នាដែលតាក់ទងទៅនឹង Cinderella ហើយនឹង Little Red Riding Hood អ្នកទាំងអស់គ្នាប្រកាសជាស្គាល់រឿង Cinderella ហើយត្រូវទេហើយក៏ប្រហែលជាស្គាល់រឿង Little Red Riding Hood ដែរតែសម្រាប់រឿងនេះរឿងប្លែកបន្តិចដោយសារតែតួ Cinderella ហើយនឹងតួ Little Red Riding Hood ចូលមកក្នុងរឿងតែមួយហើយពួកគេបានជួបរឿងឃាតកម្មណារឿងនេះមានចំណងជើងថា Once Upon a Crime នៅដើមរឿងគេបង្ហាញពី Little Red Riding Hood មុនគេនាងកំពុងតែធ្វើដំណើរផ្សងព្រេងនៅក្នុងព្រៃនាងដើរក៏បានជួបធ្មប់ម្នាក់ធ្មប់នោះឃើញស្បែកជើងនាងចាស់ក៏ចង់ជួបស្បែកជើងថ្មីឲ្យនាងតែវេទមន្តគាត់ error អីមិនទេមិនបានស្បែកជើងថ្មីបែរជាធ្វើឲ្យស្បែកជើងនាងប្រឡាក់សិតភក់ចឹងហើយ Little Red Riding Hood ក៏ត្រូវយកស្បែកជើងហ្នឹងមកលាងនៅក្នុងអូសំណាងអាក្រក់អីនាងលាងអត់ប្រយ័ត្នក៏ធ្វើឲ្យស្បែកជើងហ្នឹងហូរទៅតាមអូបាននាងក៏ដើរទៅចុងអូដើម្បីទៅយកស្បែកជើងនោះមកវិញក៏ប៉ុន្តែនាងក៏ឃើញមាននារីម្នាក់បានយកស្បែកជើងនាងពាក់បានដូច្នេះនាងក៏ដើរតាមនារីម្នាក់នោះដើម្បីទៅយកស្បែកជើងមកវិញនារីដែលយកស្បែកជើង Little Red Riding Hood ពាក់នេះគឺជា Cinderella នឹងឯងពេលដែលជួប Cinderella Little Red Riding Hood ក៏សុំស្បែកជើងនោះមកវិញណា Cinderella ក៏ដោះស្បែកជើងនោះឲ្យនាងវិញទៅព្រោះនាងយកវាពាក់ដោយសារនាងស្មានតែអត់មានម្ចាស់ទេតែបើម្ចាស់មកសុំហើយក៏អត់មានអីប្រកែកដែរចេះអញ្ចឹង Little Red Riding Hood ហាក់ដូចជាមានញៀនពិសេសមិនដឹងទេនាងមើលតែភ្នែក Cinderella គឺនាងបានដឹងហ្មងថា Cinderella ត្រូវបានគេ bully នាងថែមទាំងដឹងទៀតថាអ្នកដែល bully នាងគឺជាម្ដាយចុងនិងបងស្រីចុងរបស់នាងព្រោះអីនាងឃើញកៅអៅរបស់ Cinderella វាចាស់ពេកហើយថែមទាំងមានប៉ាក់ឈ្មោះដែលមិនមែនជាឈ្មោះនាងទៀតដោយសារតែឈ្មោះនៅលើអាវគេដាក់ថាអាននាងក៏បានដឹងថាបងស្រីចុងរបស់ Cinderella មានឈ្មោះថាអាននាងដឹងទៀតថាបងស្រីចុង Cinderella មិនមានតែម្នាក់ទេព្រោះបើសិនជាគាត់ប៉ាក់ឈ្មោះនៅលើអាវអញ្ចឹងបានន័យថាគាត់មានបងប្អូនស្រីម្នាក់ទៀតទើបគាត់ប៉ាក់ឈ្មោះនៅលើអាវដើម្បីកុំឲ្យច្រឡំគ្នាអូយ Little Red Riding Hood អីក៏ឆ្លាតម៉ែចេះអញ្ចឹងយើងឃើញ Cinderella កប់ដីមិញហ្នឹងគឺនាងកំពុងតែកប់សាកសពព្រាបមួយក្បាលសាច់រឿងក៏បកត្រឡប់ថយក្រោយឲ្យយើងមើលណាថាហេតុអីបានជាសត្វព្រាបនឹងស្លាប់គឺពេលដែលម្ដាយចុងនិងបងស្រីចុងរបស់នាងអង្គុយញ៉ាំអីលេងនៅសួនច្បារបងស្រីចុងដែលមានឈ្មោះថា Margot បានធ្វើឲ្យជ្រុះនំទៅដីបន្ទាប់មកក៏មានសត្វព្រាបមួយក្បាលមកស៊ីនំនឹងគ្រាន់តែគ្នាស៊ីនំដែលជ្រុះទៅដីបាត់សោះហ្នឹងណា Margot ដេញវាយគ្នាតតែងាប់ហើយនៅថ្ងៃនេះដែរនៅរាជវាំងគេមានធ្វើពិធីរើសគូសកលឲ្យព្រះអង្គម្ចាស់បានន័យថានារីណាដែលព្រះអង្គម្ចាស់រើសយប់នេះនឹងបានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ហើយក្លាយទៅជាព្រះនាងក៏ប៉ុន្តែម្ដាយចុងនិងបងស្រីចុងរបស់ Cinderella មិនអនុញ្ញាតឲ្យ Cinderella ទៅទេដោយ Little Red Riding Hood ឃើញ Cinderella លងស្នេហ៍ព្រះអង្គម្ចាស់និងចង់ទៅចូលរួមនាងក៏ចង់ជួយនាំ Cinderella ទៅតែ Cinderella ថានាងទៅអត់កើតទេព្រោះអីនាងមានរ៉ូបតែមួយនឹងឲ្យគត់បើសិនជាស្លៀករ៉ូបនឹងទៅចូលរួមដឹងតែគេមិនឲ្យចូលឡើយព្រោះនៅក្នុងពិភពនេះគេឲ្យតម្លៃតែអ្នកស្លៀកពាក់ស្អាតទេអ្នកដែលស្លៀកពាក់អត់ស្អាតគេចាត់ទុកដូចជាអ្នកទោសអញ្ចឹងហើយមិនឲ្យមកក្បែរវាំងឡើយម្យ៉ាងវិញទៀតនាងថានាងអត់មានបែកជើងទេព្រោះបងស្រីចុងនាងបានបោះស្បែកជើងនាងចោលបាត់ទៅហើយនាងលាត់រ៉ូបឲ្យមើលទៅក៏ឃើញជើងនាងសិតតែលបួស Little Red Riding Hood ក៏លាន់មាត់ណាថាមិនបានជើងសិតតែលបួសអញ្ចឹង Cinderella ឆ្លើយថានាងបានធ្វើឲ្យមានលបួសនៅពេលដែលនាងទៅបេះផ្លែ raspberry ដោយសារនៅទីនោះគុំវាមានបន្លែច្រើនរំពេចនោះក៏លេចមុខធ្មប់ម្នាក់មកធ្មប់ម្នាក់ហ្នឹងមានឈ្មោះថា Barbara គាត់ក៏ជប់រ៉ូបយ៉ាងស្អាតមួយឲ្យ Cinderella ណា Cinderella ពិតជាអរមែនតែនព្រោះរ៉ូបហ្នឹងពិតជាស្អាតមែន Little Red Riding Hood ឃើញស្អាតអញ្ចឹងក៏សុំឲ្យជប់ឲ្យនាងដែរមក Barbara ក៏ជប់ឲ្យនាងមួយដែរទៅរ៉ូបដែលជប់ឲ្យ Little Red Riding Hood ក៏ស្អាតដែរអ្នកទាំងអស់គ្នា Little Red Riding Hood លាន់មាត់ថាអូយមើលមកខ្ញុំឥឡូវដូចជាពនាងម្ចាស់អញ្ចឹងប៉ុន្តែដល់នាងមើលបែកជើងប្រឡាក់សេតភក់ទៀតហើយរីឯ Cinderella វិញនាងនៅតែអត់ស្បែកជើងដដែល Little Red Riding Hood ក៏សុំឲ្យ Barbara ជប់ស្បែកជើងឲ្យដែរណាតែ Barbara ថាគាត់អត់ចេះជប់ស្បែកជើងទេភ្លាមនោះធ្មប់ម្នាក់ទៀតក៏លេចមុខចេញមកនាងតែងខ្លួនឡើងដូចពនាងហ្មងណានាងមានឈ្មោះថា Thekla តែអត់មានសុំហៅធ្មប់ពីរនាក់ហ្នឹងថាធ្មប់សនិងធ្មប់ខ្មៅទៅចោះធ្មប់សក៏ជប់ស្បែកជើងកែវឲ្យពីរនាក់ហ្នឹងទៅក៏ប៉ុន្តែចង់ប្រាប់ថាវេទមន្តមិនមានប្រសិទ្ធភាពរហូតទេសម្រាប់ស្បែកជើងមានប្រសិទ្ធភាពបាន24ម៉ោងដល់រ៉ូបវិញបានត្រឹមពាក់កណ្ដាលធាតុយប់នឹងប៉ុណ្ណោះហើយស្បែកជើងកែវនេះដែរមានតែម្ចាស់ស្បែកជើងទេដែលអាចពាក់ត្រូវអ្នកផ្សេងអត់មានពីណាគេអាចពាក់ត្រូវឡើយបន្ទាប់មកធ្មប់ខ្មៅក៏យកលពៅនិងសត្វកដោ3ក្បាលមករួចហើយគាត់ក៏ជប់កដោមួយឲ្យคล้ายជាមនុស្សជប់លពៅឲ្យคล้ายជារទេះនិងកដោ2ក្បាលទៀតឲ្យคล้ายជាសេះហើយកដោដែលคล้ายជាមនុស្សនោះក៏បកអាទាសេះជូនពីរអ្នកនឹងទៅវាំងទៅតែសំណាងអាក្រក់អីអាទាសេះហ្នឹងបានបើកទៅបុកមនុស្សម្នាក់អ្នកដែលត្រូវបានគេបុកស្លាប់ហ្នឹងថែមទាំងជាជាងកាត់សក់របស់ព្រះរាជាទៀតដែលគាត់មានឈ្មោះថា Hans មនុស្សកដោនោះឮថាជនរងគ្រោះស្លាប់អញ្ចឹងគេពិតជាភ័យមែនតែនតែគេថាអត់អីទេចាំគេទៅសារភាពព្រោះគេជាអ្នកបើកបុកអញ្ចឹងវាជាទំនួលខុសត្រូវរបស់គេណាមួយតែម៉ោង 2:10 គេនឹងត្រឡប់ទៅជាកដោវិញហើយស្ដាប់ដំបងស្មានតែគេជាកដោដែលមានទំនួលខុសត្រូវល្អតែការពិតគេចង់ថាប៉ូលីសចាប់ខ្លួនអីចាប់ទៅគេគង់តែខ្លាយទៅជាកដោ
មកវិញតែភ្លាមនោះញៀនពិសេសរបស់ Little Red Riding Hood នឹកឃើញអីទៀតហើយនាងក៏ច្អល់ទៅជើងរបស់ជនរងគ្រោះថាមើលកែងជើងគាត់ចុះមិនប្រឡាក់ផុកច្រើនម៉េះមូលហេតុដែលអាចធ្វើឲ្យកែងជើងរបស់គាត់ប្រឡាក់សិតតែផុកយ៉ាងនេះគឺអាចមានតែរឿងមួយទេគឺមានអ្នកអូសគាត់គឺខ្ញុំចង់បានន័យថាគាត់មិនមែនស្លាប់ដោយសារតែអាទាសេះយើងបុកគាត់ទេតែគាត់បានស្លាប់តាំងពីមុនអាទាសេះយើងបុកម្លេះឥឡូវយើងគួរធ្វើម៉េចទៅ Cinderella បើយើងរាយការណ៍រឿងនឹងទៅកាន់សមត្ថកិច្ចនោះយើងនឹងត្រូវគេខាត់ដើម្បីសួរចម្លើយហើយយើងប្រកាសជាមិនបានទៅរាជវាំងទេហើយខ្ញុំគិតថាវាអយុត្តិធម៌សម្រាប់នាងណាបើសិនជានាងមិនអាចទៅរាជវាំងទាំងដែលនាងមិនបានធ្វើអីខុសផងអញ្ចឹងហើយ Little Red Riding Hood ក៏សម្រេចចិត្តកប់សាកសពនោះសិននាងថាអ្វីដែលសំខាន់យើងមិនបានធ្វើឲ្យ Mr. Han ស្លាប់ទេហើយតែម៉ោង 2:10 យប់អាទាសេះនឹងអាលាយអញ្ចឹងហើយយើងនឹងមិនមានអីពាក់ព័ន្ធជាមួយនឹងសាកសពរបស់ Mr. Han ឡើយបន្ទាប់ពីគិតបែបនេះហើយពួកគេក៏បន្តដំណើរទៅរាជវាំងទៅដល់រាជវាំងយើងក៏ឃើញមានមនុស្សម្នាក់ពាក់កៅអៅឡើងកចាស់ហៅចង់ចូលរាជវាំងដែរតែសន្តិសុខបានហាមអត់ឲ្យចូលណាតតែតុបតែងខ្លួនស្អាតដូច Cinderella និង Little Red Riding Hood ទើបឲ្យចូលសរុបទៅពិភពនេះរើសអើងអ្នកក្រត្មងចូលទៅដល់ខាងក្នុង Cinderella ក៏បានឃើញម្ដាយចុងនិងបងស្រីចុងរបស់នាងឃើញហើយពិតជាភ័យមែនទែនតែ Little Red Riding Hood ថាមិនបាច់ភ័យទេព្រោះគ្មានពីណាគេមើលនាងស្គាល់ឡើយព្រោះមើលទៅនាងឥឡូវគឺខុសដាច់ពីលើកមុនហ្មងតែថាមានរឿងមួយដែលចម្លែកគឺបាត់បងស្រីចុងរបស់ Cinderella ម្នាក់ទៀតម្នាក់ឈ្មោះ Margot ដែលបានស្លាប់ព្រាបសំបីតែម្ដាយចុងនិងបងស្រីចុងឈ្មោះអានក៏អត់ដឹងដែរថាបាត់នាងទៅណាតឥឡូវដល់ពេលព្រះរាជានិងព្រះរាជទាយាទយាងមកដល់ហើយព្រះរាជាក៏ប្រកាសណាថានារីដែលព្រះរាជទាយាទនឹងដើរទៅរកសូមកុំស្ទាក់ស្ទើរចិត្តនឹងរាំជាមួយព្រះអង្គអីបន្ទាប់មកក៏មានបន្ទូលទៅកាន់ព្រះរាជបុត្រថាសូមបុត្រទៅរើសដៃគូរបស់បុត្រចុះពេលនោះព្រះរាជបុត្រក៏ស្រាប់តែបដិសេធព្រះបិតាហាក់ដូចជាព្រះអង្គមាននារីផ្សេងនៅក្នុងចិត្តអញ្ចឹងព្រះរាជាឮបែបនេះក៏ថាឲ្យថាបំភ្លេចនារីអាត្មានិយមដែលបានបាត់ខ្លួននឹងទៅព្រះរាជបុត្រឮបែបនេះក៏មិនហ៊ានប្រកែកជាមួយព្រះរាជាដែរហើយក៏ស្លឹងរមើលនារីណាដែលទ្រង់ពេញចិត្តជាងគេស្រីអានក៏ព្យាយាមពើងធូងផងអីផងឲ្យព្រះអង្គមើលឃើញនាងដល់ឃើញព្រះអង្គស្លឹងមើលមកកាន់នាងក៏ចាប់ផ្ដើមភ័យហ្មងថាអើយអាញ៉ាយតែតាមពិតទ្រង់មានដើរមករកនាងណាទ្រង់បានដើរហួសទៅបានទ្រង់បានដើរទៅហើយទៅទៀតទៅរក Cinderella ណាណ Cinderella ក៏បានរាំជាមួយព្រះរាជបុត្រទៅពួកគេរាំបានមកសទុះក៏មានអ្នកនាំពាក្យម្នាក់បញ្ញាបញ្ញាចូលមកក្នុងវាំងបន្ទាប់ពីមានបន្ទូលជូនព្រះរាជាហើយព្រះរាជាក៏ប្រកាសបិទកម្មវិធីតែម្ដងដោយសារតែមានគេរកឃើញសាកសពរបស់ Mr. Han នឹងឯងហើយដោយសារតែគេឃើញមានស្លាកស្នាមនៅលើកក្រោយគាត់គេក៏គិតថាមានអាទាសេះបានបុកគាត់នៅតាមផ្លូវមករាជវាំងដូច្នេះព្រះរាជាគិតថាឃាតករគឺនៅក្នុងចំណោមពួកយើងនេះអញ្ចឹងហើយទ្រង់ក៏បើកការស៊ើបអង្កេតចាប់ពីពេលនេះទៅដោយឲ្យគេទៅឆែកអាទាសេះទាំងអស់ដែលបានបរមកទីនេះបើសិនជារកឃើញឈាមនៅលើអាទាសេះណាម្ចាស់អាទាសេះនោះហើយជាឃាតករហើយទ្រង់មិនអនុញ្ញាតឲ្យនរណាម្នាក់ចាក់ចេញពីរាជវាំងឡើយរហូតតតែអាទាសេះទាំងអស់ត្រូវបានគេឆែកឆេរសពគ្រប់បន្ទាប់ពីទ្រង់មានបន្ទូលបែបនេះសេនាក៏ចាប់ផ្ដើមចុះទៅឆែកឆេរណានោះធ្វើមិនទៅ Cinderella និង Little Red Riding Hood តិចលោគេចាប់បានទៅមិនអីទេ Little Red Riding Hood ឆ្លាតណានាងបានឲ្យមនុស្សកដោទៅសម្អាតឈាមហើយអស់ហើយដោយសារមនុស្សកដោគាត់ធ្លាប់ជាសត្វកដោអញ្ចឹងគាត់ស្គាល់ផ្លូវកាត់ទៅកាន់អាទាសេះនោះព្រោះកាលពេលគាត់ជាសត្វកដោគាត់ធ្លាប់ចូលទៅលួចអីស៊ីនៅក្នុងវាំងបន្ទាប់មកអ្នកនាំពាក្យក៏ទទួលបានព័ត៌មានថ្មីថាគេបានឃើញមានកតិចឈីសនៅក្បែរសាកសពអញ្ចឹងហើយគេក៏គិតថាឃាតករនោះបានញ៉ាំឈីសពេលដែលស្លាប់ Mr. Han ហើយថាប្រហែលឃាតករនោះជាមនុស្សដែលឈួតវង្វេងនឹងការញ៉ាំឈីសចៃដន្យអីមនុស្សកដោកំពុងតែញ៉ាំឈីសព្រោះកដោចូលចិត្តឈីសតែមនុស្សកដោថាគាត់តែញ៉ាំឈីសពេលមកដល់ទីនេះទេមកសតុះក្រោយមកអ្នកនាំពាក្យក៏រាយការណ៍ថាគេមិនបានរកឃើញឈាមនៅលើរទេះណាឡើយហើយពេទ្យបានវិនិច្ឆ័យឃើញមួយទៀតថារបួសនៅលើក្បាលខាងក្រោយបានកើតឡើងមុនរបួសដែលអាទាសេះបុកគាត់ទៀតព្រះរាជាតបថាអញ្ចឹងបានន័យថា Mr. Han គឺបានស្លាប់តាំងពីមុនអាទាសេះបុកគាត់ម្លេះណាមួយអ្នកនាំពាក្យថាគេបានរកឃើញដបងប្រឡាក់ឈាមនៅផ្ទះរបស់ Mr. Han ទៀតបានន័យថា Mr. Han ត្រូវបានគេស្លាប់តាំងពីនៅផ្ទះគាត់ម្លេះតែឃាតករបានអូសសាកសពទៅលើផ្លូវហើយឲ្យអាទាសេះបុកដើម្បីបន្លំការស៊ើបអង្កេតដូចថាឲ្យអ្នកស៊ើបអង្កេតទៅសង្ស័យម្ចាស់អាទាសេះវិញអញ្ចឹងណាហើយថាមានរបស់ចម្លែកមួយទៀតដែលគេបានរកឃើញនៅផ្ទះរបស់ Mr. Han គឺគេបានរកឃើញកំណាត់សក់របស់នារីជាច្រើនកំណាត់សក់នោះថែមទាំងមានចងបូចងអីឡើងស្អាតទៀត Cinderella ក៏ខ្សឹបប្រាប់ Little Red Riding Hood ណាថាកំណាត់សក់ដែលអ្នកនាំពាក្យកំពុងតែលើកនេះគឺជារបស់ sister នាងគឺរបស់ស្រីអាននេះហួចមើលទឹកមុខនាងដូចភ័យមកទេប្រហែលវាជាកំណាត់សក់របស់នាងមែនហើយសង្ស័យតែនាងជាអ្នកស្លាប់ Mr. Han ទេដឹងមហាថ្លឹកក៏ឲ្យយោបល់ថា Mr. Han ប្រហែលជាច្រឡំកាត់សក់នារីខ្លះជ្រុលដែលធ្វើឲ្យពួកគេខឹងហើយជ្រុលដៃស្លាប់ Mr. Han ចឹងណាគាត់ចង់បានន័យថានារីដែលមានសក់ខ្លីនៅទីនេះគឺអាចជាឃាតករដូច្នេះគាត់ក៏ហៅនារីដែលមានសក់ខ្លីទាំង5នៅទីនេះមកខាងមុខ
ใจเต้ยจำนวนคือเถิงมัดจมวยนังจำนวนกำนัดสะมองมหาทลักทาเขตกอคืออาจมาแนะนึกน้องจำหนองปรำแนะนี่รวมเป็ดโน้แสบตะลีโรแรดไรดิงโหดเลิกใดสมเอาหยบบอลเนียงทาเนียงกึดทากาซองไซดับบามหาทลักคอโผไอกำนัดสะนี่เมียนโบจองหลังสะอาดเวียปัจจจำไหลนะโผจะทอมาได้มนหนังกัดสะยังแต่งแต่ดอกโบเจนใหญ่ดุชในเฮายยมกึดทามิสเตอร์ฮันมันแมนกัดสะโฉลได้เด้คือกอดกัดใครยายปุเกโดยเจตนาแต่เบอจองดังถ้าให้ได้บ้านจะมิสเตอร์ฮันกัดสะใครยายปุเกเมียนตาเนรีได้เธอกอดกัดสะใครเต้เติบดังจำลอยจังเฮาเนียงก็ซัวใส่แอนก็เรียบรอเปียไว้แต่บานกาดลางนะโดยใส่เรื่องเก็บบานเบาถอยขอยายังเมิลคือเปลได้ใส่แอนแต่เธอสะในกลายมิสเตอร์ฮันบานแผบถ้าประเดี๋ยวจะบอสสลายมันใส่แต่เมียนสะใครเฮยเอาเนียงกัดเมิลไหลจะบาเตอร์ถ้าเนียงจองใครเตจะเป็นเนียงหรือก็ขวานแต่จองใครเตจะใส่สะอาดแต่เมียนสะแวงใจแบบนี้เฮยก็กัดสะไอเนียงชวัดมองอัดเมียนจำดับการสมัยจัดปีเนียงไงซะเนรีบนเนี่ยเตียดแต่เมียนสะใครก็ชลอยโดยเนียถ้ามิสเตอร์ฮันบานแผบปุเกนจังได้แปรเรียเจียก็ซัวประเดี๋ยวจะบอสนะถ้าเปิดออดได้ถ้าบอสสลายแต่เนรีสะใครประเดี๋ยวจะบอสก็จับประดามใจปีเรื่องอาศรัยระบามิสเตอร์ฮันถ้าทวีตบัดแต่มิสเตอร์ฮันจะเนี่ยกัดสะละอไอก็เปิดแมนแต่เปนาแต่กอดกัดสะไอมันใส่สะแวงสะอาดคือกอดแต่งแต่จะแนนให้ประคอมไอปุเกกัดสะใครประตูเจเนรีโนอัดพร้อมก็ได้ประตูเมาส์ใส่แอนก็สารเพียบเบืองมวยถ้าจะโดนมวยระบามาเนียงทวยกาจะเนี่ยบำราในขนมแวงนี่ให้ในรัสเซียไงนี้กอดบานช่วยนอมปุเยื้องโลโจมาขนมแวงแต่มันแมนมาเซอร์ปอมเมียนในเต้คือเนียงขอนแต่จ้องมาจัวประเดี๋ยวจะบอลนังซ่อมไม้ก้อนเจอเนียงแรงรอมในหยุมนี้ปนนอก็เป็นแต่เนียงอัดบานจัวประเดี๋ยวจะบอลเล่าคือเนียงขอนแต่บานมาดอมกประตูระบาตรงปนนอใส่เรื่องก็บอกตลับถอยขอยายังมือแล้วนะไปแต่เนียงแต่ดอมกประตูระบาตรงนั่งบำรองนังกูทเวียโจเตอแสบแต่เนียงบานลือประเดี๋ยวจะบอลชลุกเนียจมวยมิสเตอร์ฮันได้เทยเนียงอัดเฮียนโจห้อยรถเจนแต่บาเตอตลอดมาไปปัจจุบันวิ่งลีโรแรดไรดิงฮูดก็ซัวประเดี๋ยวจะบอลท่าไว้ได้ใส่แอนใหญ่ปัดออดตรงก็ชลอยทเวียจะเรื่องปัดให้เรื่องก็บอกตลับถอยขอยายังมือในขนมประตูระบาตรงคือในไงมันนี้มิสเตอร์ฮันบานโจมาขนมประตูระบาตรงแต่กอดอัดประหยัดได้ก็เทยเอาใหญ่ใบหวานบอกอดจะเจ้าเปนูยังก็เคยเมียนกำนัดสอระบอลเนรีมาเนี่ยนะประเดี๋ยวจะบอดบานก็เลยเคยกำนัดสอนูก็โจแต่เมื่อจัดให้ลอนมอท่าเรื่องอาศัยระบอลโลกคือจะเรื่องปัดยังนั่งมันเลิกไล่ในโลกเลยแต่มิสเตอร์ฮันก็ย่อเหืองแต่การล้างกาปีมาชนะมุนย่อมากลุ่มเรียมตรงตลอดมาไปปัจจุบันเว้นประเดี๋ยวจะบอดก็สร้างระเพียบทำเมียนเหืองไอ้บานการล้างกาปีมาชนะมุนตรงท่านเนี่ยได้ย่อมากอดระบอแปรใบดาย่อแต่เจ้าในขนมทงเสมียมคือจิตตรงโดยซาตรงคังหนังแปรใบดาได้บานบำบะสไนฮาระบอตรงใส่เรื่องก็บอกตลับแต่เอายังเคยปีเนรีได้ตรงสลานเนี่ยนะคือเนรีมันเนี่ยนี่ไอเนียงเมียนชโมทาเรมีตลับมาไปปัจจุบันเว้นแปรเดจะบอดทาในเปได้แปรใบดาบานดังปีตำแหน่งตำนองระบอตรงจมวยเรมีมันบานประมาณพ้องแสบแต่เรมีบานบัดโคลนจังหอยตรงบานเกิดทาเนียงบานรถเกิดได้ซาแต่แปรใบดาจุ่มตัวหนังสไนฮาระบอปุเกโผเรมีคือขอนแต่จะเนี่ยบำราในขนมแวงปนนอแต่แปรเรียเจียก็ปะไกถ้าตรงมันบานจุ่มตัวหนังสไนฮาปุเกเต้บดโยจะหลอมจมวยตรงห้อยกาได้เรมีบัดโคลนคืออัดเมียในแปะปอนจมวยตรงเล่าแต่ประเดี๋ยวจะบอดอัดเจือแปรใบดาเต้ตรงถ้าแปรใบดามันได้โยจัดบอดต่อแต่ซอดังอัดถ้าบอดสลายเนียงคลังปนนะมือตัวตรงโดยสลายเรมีคลังมองอะหดเบิ่นจังซินได้ละยังทเวไม่เตอโดยเคยประเดี๋ยวจะบอดเมียนกำหังคลังให้บานชลุกเนียจมวยมิสเตอร์ฮันกาไปทางไงมันเตียดนุแสบแต่แปรเรียเจียจับดามซองไซประเดี๋ยวจะบอดโคลนเองถ้าตรงจะเนี่ยทเวเคดมิสเตอร์ฮันประเดี๋ยวจะบอดกบเชียเยี่ยมปะไกจ้ะนะถ้ามันแมนตรงเล่าแต่แปรเรียเจียก็สัวทันจังบอดเตอนะกาไปทางไงมันอัดเคยตรงมาหัดรวมให้อัดเคยในขนมประตูตรงเตียนประเดี๋ยวจะบอดชลอยถ้าได้ซาตรงจังในมันเนี่ยเองตรงก็ได้ตาเตามันเนี่ยเองแต่ถ้าในขนมเหืองเขตกรรมจำลายใบนังไม่อาจประเจาะถ้าตรงมันแมนจะเขตกอเตอเบอร์อัดเมียนอาลีใบสะใสไอผองเดโรแรดไรดิงฮูดก็สัวตรงถ้าเปได้ตรงดาโนตรงเมียนบานเคยปีนาเกดาการออนแต่ตรงถ้าอัดเมียนผองนึงดุชนะแปรเรียเจียก็เอาไอ้กระดาษขนมประเดี๋ยวจะบ่อนแปรเรียเจียไอ้ก็ได้จัดจมวยบอดโคลนเองแม่คอยปีเสนาเวียงนอมตรงยอแต่คมเดโรแรดไรดิงฮูดก็แสบแต่เคยปลาม้วยโฉนเลยอัดได้ประเดี๋ยวจะบอดตามแต่ดากัดเหมือนเนี่ยนะเพลมนู้ก็เมียนในรีสเลชดขมายมาเนี่ยดาโจแมวมันเนียในขนมซาหลังไพ่โดยซาแต่ก้อนสลิปแปะโดยจะเนี่ยสมเตียนจังโจมาขนมแวงเอ็ดมินสมไฮกอดทานในรีชดขมายนะกอดก็จับดำใหญ่ถ้าประเดี๋ยวจะบอดมันอ่านจะเกตกอเลยใหญ่บานตะปันนังเสนาแวงก็ดังกอดจันโดยยอแลถ้ากอดมันเมียนการอนุญาตโจมาขนมแวงเต้โดยซากอดสลิปไปอัพอาร์แต่ลีโรแรดไรดิงฮูดก็ใส่ถ้าจำติ๊กซันให้ซัวถ้าให้ได้บานจะกอดท่าประเดี๋ยวจะบอดมันอ่านจะเกตกอในรีชดขมายก็จับดำเรียบร้อยปะนะถ้ากาปิดไงมันนี้กอดบานเคยประเดี๋ยวจะบอดกุยในเลอกัมปูพนมในจะหล่อมองมุ้ยแต่มองใบคือตรงไปไอปอกระหอมหนังข้าวปอซอลือแบบนี้ประเดี๋ยวเจียก็ร้อนมอดนะถ้าเบอร์เวจะกาปัดนู่ประเดี๋ยวจะบอดมันแมนจะเกตกอเลยโผตรงเมียนอาลีบายยัยแต่เพลมนู้แสบแต่มาได้จองระบอสินได้หลายบ้านใหญ่ท่าสมประเดี๋ยวเจียประหยัดประหยัดพองกอดจองถ้ากลมใจแต่เจือเก็บแปรประดาฮะนะกอดทำเมื่อไว้เดี๋ยวเนียงเสลียโจ
ចោះវាក៏ខិតខ្លាំងនាងគ្រាន់តែជាអ្នកសុំទានប៉ុណ្ណោះនាងប្រកាសជាគ្រាន់តែកុហកដើម្បីទទួលបានការចាប់អារម្មណ៍ពីទ្រង់ប៉ុណ្ណោះសម្រាប់ខ្ញុំម្ចាស់គឺដឹងតែអត់ជឿនាងទេជាប៉ែកនឹងនិយាយចាញ់មកមើងងាយអ្នកក្រហ្មងហួចអ្នកក្រមែនមនុស្សមែនអ្នកក្រអត់អាចធ្វើជាអាលីបាយធ្វើជាសាក់សីបានទេដល់លឺជាប៉ែកនឹងនិយាយអញ្ចឹងអ្នកនៅក្នុងសាលក៏គាំទ្រទៀតដោយសារនៅក្នុងពិភពនេះគេឲ្យតម្លៃតែអ្នកស្លៀកពាក់ស្អាតទេដូច្នេះព្រះរាជាក៏ឲ្យសេនានាំនារីឈុតខ្មៅនោះចេញក្រៅទៅតែភ្លាមនោះ Little Red Riding Hood ក៏បញ្ចេញគំនិតទៀតហើយថាវាគួរឲ្យអស់សំណើចណាស់ដែលអ្នកទាំងអស់គ្នាគិតថានារីឈុតខ្មៅនោះនិយាយកុហកដោយគ្រាន់តែឃើញគាត់ស្លៀកពាក់អត់ស្អាតនោះមូលហេតុបែបនេះមិនអាចយកជាការបានទេនៅក្នុងតុលាការឥឡូវពិចារណាមើលទៅថាគាត់និយាយកុហកឬអត់គីងកៅអៅដែលព្រះរាជបុត្រស្លៀកនៅយប់នេះត្រូវបានគេ design យ៉ាងពិសេសសម្រាប់យប់នេះហើយនាងចង់ថាបើវាពិសេសហេតុអីបានជានារីឈុតខ្មៅនោះដឹងថាព្រះរាជបុត្រស្លៀកកៅអៅពណ៌អីបើសិនជានាងមិនបានឃើញត្រង់ហើយចិត្តតែប្រឌិតឡើងនោះបន្ទាប់មកនាងក៏បង្ហាញបលាដែលជ្រុះនៅលើឥដ្ឋមិញនាងថាវាបានជ្រុះចេញពីព្រះរាជបុត្រមិញហ្នឹងសាក់គិតមើលថាបលាហ្នឹងបានជាប់នៅកន្លែងណានាងក៏នឹកឃើញពេលដែលនាងដើរកាត់ព្រៃនៅចកេះភ្នំណាព្រោះការនោះនាងមុតបលាបែបហ្នឹងច្រើនដែរដូច្នេះនាងក៏និយាយថាបលាបែបនេះគឺអាចមាននៅក្នុងព្រៃនៅក្បែរភ្នំនោះហើយសាក់គិតមើលទៀតមើលបើសិនជាកៅអៅនេះព្រះរាជបុត្រតំតពាក់លើកទី1ហើយត្រង់មិនបានទៅលើភ្នំទេតើធ្វើម៉េចបលាហ្នឹងមកអាចជាប់នៅលើកៅអៅត្រង់បានមូលហេតុគឺមានតែមួយទេគឺថ្ងៃនេះត្រង់ពិតជាបានឡើងទៅលើភ្នំមែន Little Red Riding Hood ពិតជាឆ្លាតមែនទាំងព្រះរាជានិងមហាថ្លឹកគឺយល់ស្របគ្រប់គ្នាហើយព្រះរាជាក៏បញ្ជាឲ្យគេនាំព្រះរាជបុត្រត្រឡប់មកវិញទៅត្រឡប់មកទ្រង់ក៏ប្រកាសឲ្យអ្នកចូលរួមទាំងអស់ត្រឡប់ទៅផ្ទះវិញចុះព្រោះឥឡូវទ្រង់បានដឹងហើយថាឃាតករមិនមែនជាអ្នកនៅក្នុងសាលនេះផងតែថាម៉ោង7:12យប់អីហ្នឹងនៅសល់តែ5នាទីទៀតទេ Cinderella និង Little Red Riding Hood ក៏ប្រញាប់ចាក់ចែងទៅណាព្រោះខ្លាចវេទមន្តរបស់ពួកគេអាលាយនៅមុខគេមុខឯងនោះអីតែពេលដែល Cinderella រត់នោះនាងបានចពុបជើងដួលដែលធ្វើឲ្យស្បែកជើងរបស់នាងខ្ទាបទៅឆ្ងាយដោយសារពេលវេលាជិតដល់នាងអត់មានពេលទៅរើសទេនាងក៏ឡើងជាអទាសេះទាំងអត់ស្បែកជើងមកចាហៀងទៅខណៈពេលនោះព្រះរាជបុត្របានមកតាមនាងដែរតែនាងបានឡើងអទាសេះចាក់ចេញទៅបាត់ទៅហើយនៅសល់តែបែកជើងមកចាហៀងរបស់នាងទេដែលបន្សល់ទុកជាអនុស្សាវរីយ៍ទៅដល់ព្រះរាជបុត្រ Cinderella និង Little Red Riding Hood ចាក់ចេញបានបន្តិចវេទមន្តក៏ចាប់ផ្ដើមរលាយពួកគេទាំងអស់គ្នាក៏ប្រែក្លាយទៅជាសភាពដើមវិញទៅសម្រាប់យប់នេះ Little Red Riding Hood ក៏សម្រាកនៅផ្ទះរបស់ Cinderella ណាព្រោះនាងជាអ្នកដើរផ្សងព្រេងអត់មានផ្ទះនៅក្បែរហ្នឹងទេនាងកំពុងតែគេងស្រាប់តែឮសំឡេងឯនៅខាងក្រៅហាក់ដូចជាមានសេនាតាមចាប់ពីណាគេអញ្ចឹងដូច្នេះនាងក៏ដើរចេញទៅមើលនាងដើរក៏ស្រាប់តែបុកជាមួយនឹង Margot គឺបងស្រីចុងរបស់ Cinderella ដែលបានវាយព្រាបងាប់ហួចពេញមួយថ្ងៃឯងនាងបាត់ទៅណាទៅអត់តន់ចូលផ្ទះទៀតហើយមុខនាងប្រឡាក់សេះតែដីទៀត Little Red Riding Hood គ្រាន់តែឮថាឈ្មោះ Margot នាងក៏លាន់មកថាអូបងស្រីរបស់ Cinderella Margot ក៏សុំឲ្យ Little Red Riding Hood ជួយនាងណាដោយសារតែសេនាកំពុងតែតាមចាប់នាង Little Red Riding Hood ក៏សួរថានាងបានធ្វើអីបានជាសេនាតាមចាប់ Margot ក៏ស្រាប់តែសារភាពថានាងបានស្លាប់ Mr. Han សាច់រឿងក៏បកត្រឡប់ថយក្រោយឲ្យយើងមើលពេលដែលនាងទៅឲ្យ Mr. Han កាត់សក់នោះតែនាងចូលទៅដល់អត់ទាន់បានជួប Mr. Han ផងក៏ស្រាប់តែមានពីណាគេវាយក្បាលនាងថែមទាំងវាយ2ដងទៀតបន្ទាប់មកនាងក៏វិលមុខស្លាប់បាត់ទៅត្រឡប់មកពេលបច្ចុប្បន្នវិញ Little Red Riding Hood ចង់ដឹងថានាងនិយាយការពិតអត់ក៏ឆែកមើលក្បាលនាងណាហើយក៏ឃើញថាមានរបួសមែន Margot ក៏បន្តសាច់រឿងទៀតថាក្រោយពីនាងដឹងខ្លួនឡើងវិញនាងក៏ស្រាប់តែបានឃើញសាកសពរបស់ Mr. Han នៅពីមុខនាងហ្មងថែមទាំងមានដបងដែលប្រឡាក់ឈាមនៅក្នុងដៃនាងទៀតសរុបសេចក្តីទៅនាងក៏អត់ដឹងច្បាស់ដែរថានាងពិតជាបានស្លាប់ Mr. Han មែនឬយ៉ាងណាព្រោះនាងចាំបានតែប៉ុណ្្នឹងឯងនាងក៏យំណាថាតិចនាងជាអ្នកស្លាប់មែនទៅព្រោះអីក្រោយពីនាងដឹងខ្លួនមកនាងក៏បានឃើញកំណាត់សក់របស់បងស្រីនាងថាប្រហែលជានាងខឹងនឹង Mr. Han ដែលបានបខំឲ្យបងស្រីនាងកាត់សក់ខ្លីហើយក៏ជ្រុលដៃស្លាប់ Mr. Han តែនេះគ្រាន់តែជាការសង្ស័យរបស់នាងឯងនាងអត់មានចាំអីទេដោយសង្ស័យថាខ្លួនឯងជាអ្នកស្លាប់ Mr. Han មែននាងក៏ដាក់សាកសពរបស់ Mr. Han នៅលើអទាហើយអូសយកទៅដោយតែរងចាំនៅមាត់ផ្លូវអទាសេះណាចាំរហូតតតែមានអទាសេះឆ្លងកាត់ទើបរុញសាកសព Mr. Han ទៅកណ្ដាលផ្លូវដើម្បីឲ្យអទាសេះបើកបោកធ្វើដូចជា Mr. Han ស្លាប់ដោយសារតែអទាសេះបោកបន្ទាប់ពីនោះមកនាងក៏ចេះតែដើរនៅក្នុងព្រៃព្រោះនាងអស់អារម្មណ៍ទៅចូលរួមពិធីនៅរាជវាំងហើយក៏អត់មានអារម្មណ៍ទៅផ្ទះទៀតនិយាយដល់កន្លែងហ្នឹងស្រាប់តែក្រុមសេនារនាងឃើញពួកគេក៏ចាប់នាងយកទៅតែពេលនោះយើងឃើញមានកតិចអីជ្រុះចេញពីស្មានាង Little Red Riding Hood ហើមើលទៅក៏ឃើញថាជាកតិចកញ្ចក់ភ្នែករបស់ Little Red Riding Hood ក៏មើលឃើញអីទៀតតែយើងអត់ទាន់ដឹងថានាងនឹកឃើញអីទេនាងគ្រាន់តែពឹងឲ្យមហាថ្លឹកជួយនាងរឿងមួយហើយក៏អត់ទាន់ដឹងថាឲ្យជួយរឿងអីដែរដោយសាច់រឿងបានកាត់ទៅផឹកថ្ងៃថ្មីតែម្ដងយើងឃើញព្រះរាជបុត្រមហោ Cinderella ណាដែលយកស្បែកជើងកែវមកចាហៀងមកឲ្យនាងលោចៃទៅមិនខុសពីរឿងដើមរបស់ Cinderella ទេគ្រាន់ថាលើកនេះព្រះរាជបុត្រអត់មានឲ្យបងស្រីនាងលោឡើយគឺឲ្យ Cinderella លោតែម្ដងនាងលោទៅគឺត្រូវម៉ាច់ហ្មង Cinderella ក៏ញ៉ាំណាស្មានតែបានខ្លាយទៅជា Princess តែមានណាព្រះរាជបុត្របានបញ្ជាគេឲ្យចាប់នាងមិនបានទៅជាអញ្ចឹងទៅវិញ Cinderella ក៏ប្រែទឹកមុខដែរដោយសួរថា
មានរឿងអីទៅព្រះអង្គខណៈពេលនោះក៏លេចមុខ Little Red Riding Hood មក Little Red Riding Hood ក៏សួរ Cinderella ថានាងបាត់បិជើងទៅណា Cinderella ថាខ្ញុំប្រាប់ឯតាថាម៉ាគាត់បានយកបោះចោលបាត់ហើយ Little Red Riding Hood ក៏លន់មាត់ថានាងពិតជាប្រកែកុហកណោះអ្នកដែលស្លាប់ Mr. Han មិនមែនជាម៉ាគាត់ទេគឺជានាងហាមិនបានទៅជា Cinderella ទៅវិញ Little Red Riding Hood ក៏ចាប់ផ្ដើមនិយាយពីសាច់រឿងដែលបានកើតឡើងនាងថា Mr. Han ប្រហែលជាបានឃើញ Cinderella និងចាប់អារម្មណ៍សម្រស់ធម្មជាតិរបស់នាងបន្ទាប់មកគាត់ក៏ចាប់ផ្ដើមឃ្លានកាត់សក់របស់នាងក៏បញ្ចុះបញ្ចូលឲ្យនាងទៅកាត់សក់ជាមួយគាត់ដោយ Cinderella ចង់ស្អាតដែរក៏យល់ព្រមឲ្យគាត់កាត់សក់ឲ្យតែដល់ទៅដល់ផ្ទះ Mr. Han នាងប្រកាសជាបានឃើញកំណាត់សក់របស់នារីជាច្រើនហើយក៏ចាប់ផ្ដើមយល់ពីស្ថានភាពថាប៉ែកនឹងរោគចិត្តអីអញ្ចឹងណាក៏ឈលដៃវាយប៉ែកនឹងស្លាប់ទៅបន្ទាប់មកនាងក៏ចង់តម្លាក់កំហុសនោះទៅឲ្យម៉ាគាត់ដូច្នេះនាងក៏សរសេរសបត់អញ្ជើញមួយដោយបន្លំថាខ្លួនជា Mr. Han ហើយអញ្ជើញម៉ាគាត់មកកាត់សក់ជាមួយគាត់ព្រោះអីការដែលម៉ាគាត់មកផ្ទះរបស់ Mr. Han មិនមែនម៉ាក់របស់នាងបងលុយឲ្យមកកាត់ដូចស្រីអានទេតែដោយសារនាងទទួលបានសបត់អញ្ជើញពី Mr. Han ឲ្យមកកាត់សក់ដល់ពេលមកដល់ Cinderella ក៏វាយក្បាលនាងឲ្យស្លាប់ទៅហើយយកដបងដែលប្រឡាក់ឈាមនោះទៅដាក់ចូលក្នុងដៃរបស់នាងចៃទៅម៉ាគាត់បានធ្លាក់ចូលអន្ទាក់របស់ Cinderella តែ Little Red Riding Hood ថា Cinderella បានធ្វើឲ្យមានកំហុសមួយគឺនាងវាយមកដបងនឹងម៉ាគាត់អត់ស្លាប់ដោយយកដបងទៅដាក់នៅក្នុងដៃរបស់ម៉ាគាត់បានហើយឃើញម៉ាគាត់ហើដឹងខ្លួននាងរកអីមកវាយអត់តាន់ក៏ដោះស្បែកជើងវាយហ្មងទៅព្រោះអីតាម៉ាគាត់ដឹងខ្លួនពេលនេះប្រកាសជាបានឃើញនាងហើយពេលនោះហើយដែលធ្វើឲ្យស្បែកជើងរបស់នាងបាក់អាកតិចកែវដែលជាប់នៅក្នុងអាវរបស់ម៉ាគាត់គឺជាកែងស្បែកជើងរបស់ Cinderella Little Red Riding Hood អីក៏ឆ្លាតម៉េះតែ Cinderella នៅតែប្រកែកណាថាអ្វីដែល Little Red Riding Hood និយាយគឺគ្រាន់តែជាការស្មាននឹងណាមួយទៀតនាងមានស្បែកជើងមកចាហៀងទៀតនាងក៏ទៅយកមកពាក់ទាំងសងខាងណាដើម្បីបញ្ជាក់ថាស្បែកជើងរបស់នាងអត់មានបាក់កែងទេមានអីស្រាប់តែ Little Red Riding Hood ឆ្លើយថាមកចាហៀងដែលបរិយាបទឲ្យនាងលោនោះមិនមែនជាស្បែកជើងដែលនាងបានជ្រុះនៅវាំងយប់មិញទេគឺវាជាស្បែកជើងដែលកប់នៅក្នុងភ្នោរបស់ព្រាបបានន័យថានាងមានស្បែកជើងកែវនេះពីរគូព្រោះអីស្បែកជើងដែលនាងបានជ្រុះនៅវាំងយប់មិញគឺនៅណោបរិយាបទក៏បង្ហាញឲ្យ Cinderella មើលណាមហាថ្លឹកក៏បង្ហាញមកចាហៀងដែលបាក់កែងឲ្យមើលដែរថាវាត្រូវបានកប់នៅក្នុងភ្នោរបស់ព្រាបជាមួយនឹងមកចាហៀងទៀតដែល Cinderella កំពុងតែពាក់នេះមហាថ្លឹកក៏យកកតិចកែវទៅផ្គុំជាមួយនឹងស្បែកជើងដែលបាក់ណាក៏ឃើញថាត្រូវម៉ាច់ហ្មង Little Red Riding Hood ថានាងមិនមែនអត់មានស្បែកជើងដោយសារតែម៉ាគាត់បានបោះស្បែកជើងនាងចោលទេតែដោយសារនាងបានទទួលស្បែកជើងកែវពីធ្មប់សរួចហើយនាងបានយកទៅវាយម៉ាគាត់តតែបាក់កែងទើបបានជានាងត្រូវដោះស្បែកជើងនោះយកទៅកប់បានន័យថាម្សិលមិញនេះនាងបានជួបធ្មប់សដល់តែ2ដងឯណោះនឹងទទួលបានស្បែកជើងកែវពីរគូដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ Little Red Riding Hood ក៏ហៅធ្មប់សមកបញ្ជាក់ចៃទៅមូលហេតុដែលធ្មប់សជួបស្បែកជើងឲ្យនាងដល់តែ2ដងនេះគឺដោយសារតែពេលដែលធ្មប់សជួបនាងលើកទី1នាងអត់ទាន់បានធ្វើខ្លួនស្អាតឡើយរូបរាងដូចឥឡូវអញ្ចឹងដល់ពេលធ្មប់សជួបនាងលើកទី2ធ្មប់ខ្មៅបានជួបឲ្យនាងមានរូបរាងស្អាតអីហ្នឹងអញ្ចឹងហើយធ្មប់សអត់បានដឹងទេថាពីរអ្នកហ្នឹងជាមនុស្សតែមួយចេះអញ្ចឹងអ្នកទាំងអស់គ្នាតិចឆ្ងល់ទៅថាហេតុអីបានជាស្បែកជើងកែវអត់ទាន់លាយវេទមន្តទាំងដែលវេទមន្តផ្សេងលាយអស់ហើយនៅចាំមកអ្នកទាំងអស់គ្នាថាវេទមន្តដែលជប់ដោយធ្មប់ខ្មៅគឺនៅបានរយៈពេលខ្លីជាងបានតែម៉ោង2 10យប់ទេតែវេទមន្តដែលធ្មប់សជាអ្នកជប់គឺអាចនៅបានយូរជាងបានដល់24ម៉ោងចឹងហើយបានជាវេទមន្តស្បែកជើងអត់ទាន់លាយហ្នឹងណាភ្លាមនោះវេទមន្តស្បែកជើងមួយគូក៏ចាប់ផ្ដើមមកលាយដោយសារតែមួយគូនោះធ្មប់សបានជប់ឲ្យនាងមុនណោះតាំងពីមុននាងទៅផ្ទះ Mr. Han អញ្ចឹងហើយវេទមន្តក៏ឆាប់លាយជាងអាមួយគូមួយទៀតដែរតតែអញ្ចឹងបាន Cinderella សារភាពថានាងពិតជាឃាតករមែនដូច្នេះក្រុមសេនាក៏ចាប់នាងយកទៅតែរឿងនៅអត់ទាន់ចប់ទេណាគឺនៅរឿងស្នេហារបស់បរិយាបទមួយទៀត Little Red Riding Hood ថានៅពេលដែលនាងស៊ើបអង្កេតនៅផ្ទះរបស់ Mr. Han នាងបានឃើញឈាមដែលដូចជាកើតឡើងយូរហើយនាងគិតថា Remy ដែលជាស្រីស្នេហ៍របស់ព្រះអង្គម្ចាស់ត្រូវបាន Mr. Han ធ្វើបាបកាលពីមួយឆ្នាំមុនដែរឬបែបនេះបរិយាបទក៏បាននឹកឃើញថាទ្រង់បានឃើញកំណាត់សក់របស់ Remy ណា Little Red Riding Hood ថាប្រហែលជាពេលដែល Mr. Han ចង់កាត់សក់ Remy បានផឹងហើខ្លួនចេញដែលធ្វើឲ្យ Mr. Han កាត់សក់ឆោតដោយទាំងមុខរបស់នាងធ្វើឲ្យនាងមានសន្លាក់នៅលើមុខទើបបានជានាងបានរត់គេចទៅព្រោះនៅក្នុងប្រទេសនេះគេឲ្យតម្លៃតែអ្នកស្អាតទេអញ្ចឹងហើយធ្វើមិន Princess របស់បរិយាបទមុខអាក្រក់ទៅទើបបានជានាងសម្រាប់ចិត្តរត់គេចរំពេចនោះមហាថ្លឹកក៏នាំនារីស្លៀកឈុតខ្មៅមកគឺម្នាក់ដែលបានចូលទៅធ្វើសាក្សីនៅក្នុងវាំងអ្នកទាំងអស់គ្នាអើយការពិតម្នាក់ហ្នឹងគឺជា Remy ក៏សុំបរព្រះអង្គឲ្យបំភ្លេចនាងទៅព្រោះបរិយាបទមិនស័ក្តិសមនឹងនារីមុខអាក្រក់ដូចជាខ្លួននាងឡើយតែបរិយាបទក៏ព្យាយាមបញ្ចុះបញ្ចូលនាងណាថាទ្រង់មិនខ្វល់នឹងរឿងសាឡាអីហ្នឹងទេម្ចាស់អូននៅតែស្អាតខ្លាំងអញ្ចឹងហើយបងពិតជាស្រឡាញ់ម្ចាស់អូនខ្លាំងណាស់ដោយសារតែ Remy នៅស្រឡាញ់ព្រះអង្គម្ចាស់ខ្លាំងដែរពួកគេក៏ទទួលយកគ្នាទៅហើយរឿងយើងក៏ចប់ដោយបរិបូរណ៍ទៅមិនដែរអ្នកទាំងអស់គ្នារៀងប្លែកអត់សូមអរគុណនិងសូមជម្រាបលា好きなんじゃない好きだからかっこいいんだ